ជំរាបសួរពុកម៉ែបងប្អូនអរគ្នានេះជាករណីចាក់ស៊ីម៉ងវិទ្យាសាស្ត្រចូលក្នុងឆ្អឹងកងខ្នងដែលវាបាក់ស្រុតបណ្ដាលមកពីការដួលរអិលអុកគូទៅបណ្ដាលឲ្យគាត់ស្រុញឆ្អឹងកងចង្កេះទី1ដែលកើតទៅលើបងស្រីម្នាក់អាយុ55ជាងបងប្អូនករណីនេះចាក់ស៊ីម៉ងវិទ្យាសាស្ត្រជាជំរើសមួយដែលល្អដើម្បីកាត់បន្ថយការឈឺចុកចាប់ហើយធ្វើឲ្យឆ្អឹងកងខ្នងហ្នឹងរឹងមាំម្យ៉ាងវិញទៀតដើម្បីទប់កុំឲ្យមានការវិវត្តឆ្អឹងកងខ្នងនឹងទៀតវិវត្តមានន័យថាបើសិនជាយើងអត់ចាក់ទេឆ្អឹងកងខ្នងនឹងវាអត់មាំទេអញ្ចឹងអាឆ្អឹងខ្នងនឹងវាសង្កត់ទៅលើឆ្អឹងកងចង្កេះទី1នឹងទៀតវាបណ្ដាលឲ្យមានបំណែកឆ្អឹងនឹងវាចាក់ទៅលើខួរឆ្អឹងអញ្ចឹងបើសិនជាក្នុងករណីដែលមានបំណែកឆ្អឹងនឹងចាក់ទៅលើខួរឆ្អឹងអញ្ចឹងការចាក់ស៊ីម៉ងវិទ្យាសាស្ត្ររបស់គាត់ដូរទៅជាការចាប់ដៃទៅវិញបងប្អូនអញ្ចឹងក្នុងករណីនេះយើងចាក់ស៊ីម៉ងវិទ្យាសាស្ត្រដើម្បីទប់កុំឲ្យមានការវិវត្តទៅទៀតជៀសវាងការចាប់ដៃបងប្អូនហើយនេះរូបភាពយើងថតឆ្លោះពេលក្នុងពេលអនុវត្តទម្រង់ការបងប្អូននោះជាឧបករណ៍ដែលយើងសោកចូលទៅហ្នឹងហើយនោះជាឆ្អឹងកងខ្នងចង្កេះទី1ហ្នឹងឯងយើងរៀបចំកន្លែងដើម្បីចាក់បងប្អូនការចាក់នេះខ្ញុំចាក់ខាងឆ្វេងផងខាងស្ដាំផងទៅលើឆ្អឹងកងចង្កេះទី1នេះជាឧបករណ៍ដែលយើងដាក់ចូលទៅដើម្បីយើងរៀបកន្លែងចាក់ដើម្បីបាញ់ស៊ីម៉ងចូលបងប្អូនក្នុងមុំក្រហមហ្នឹងណាយើងមានស្វានមានអីរបស់យើងប៉ុន្តែឧបករណ៍ទូចៗទេទំហំប្រហែលជា2ទៅ3មីលីម៉ែត្រទេបងប្អូនហើយនេះយើងដាក់ឧបករណ៍យើងរួចរាល់ហើយដើម្បីត្រៀមចាក់ស៊ីម៉ងចូលហើយបងប្អូនយើងចាក់ទាំងឆ្វេងទាំងស្ដាំហើយនេះបងប្អូននេះជាការចាក់រួចរាល់បងប្អូនឃើញពណ៌ខ្មៅនៅក្នុងវងមូលពណ៌ក្រហមហ្នឹងជាស៊ីម៉ងដែលយើងចាក់ហើយអានេះយើងថតពីចំហៀងអញ្ចឹងហើយរូបនេះមួយទៀតជាការថតពីខាងមុខបងប្អូនឃើញឆ្អឹងកងចង្កេះទី1យើងចាក់ទាំងឆ្វេងនិងស្ដាំពណ៌ខ្មៅហ្នឹងជាស៊ីម៉ងហើយបងប្អូនអញ្ចឹងក្រោយពីការចាក់បានមួយថ្ងៃគឺគាត់អាចក្រោកដើរបានហើយការឈឺចុកចាប់មានការអន់ថយច្រើនបងប្អូនហើយជាសរុបមកការចាក់ស៊ីម៉ងវិទ្យាសាស្ត្រទី1គឺបន្ថយការឈឺចុកចាប់អ្នកជំងឺអាចធ្វើចលនាបានដោយធម្មតាចំណេញពេលវេលាហើយចំណាយថវិកាតិចបើធៀបជាមួយការវាកាត់ចាប់ដៃអរគុណបងប្អូនអរគុណ